ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំបានមកបកស្រាយនិងពន្យល់ Linux System Administration member គ្រប់ខ្ញុំមានដូចជាសឹងសុគន្ធនីតាលូនគឹមឡុងណេតសុមន្តរាឡៅប៉ាលៀបមាសពុទ្ធិវីរៈនិងជាមនីរចនាអញ្ចឹងចំណុចដំបូងមានដូចជា content file content លេខ1 file server 2 proxy server ទី3 web server ទី4 DHCP server ទី5 DNS server ទី6 database server ចំណុចទី1គឺជា file server គឺជាដែលផ្ដល់សេវាជូនអ្នកក្នុងការរក្សាទុកនិងចែករំលែកឯកសារថាប្រយោជន៍អាចចែករំលែកឯកសារទៅអ្នកប្រើបានងាយការគ្រប់គ្រងឯកសារទាំងអស់នៅកន្លែងតែមួយរបៀបនៃការបង្កើត file server ដោយប្រើប្រាស់ command install samba ទី1 sudo apt update sudo apt install samba .y បន្ទាប់ create the share folder យើងត្រូវប្រើប្រាស់ command sudo mkdir.p ហើយ srv samba ហើយជាមួយឈ្មោះ folder sudo show nobody ដល់គ្រប់ហើយនេះដែរមកតមកយើងប្រើប្រាស់ sudo chomod កន្លែងដែរមកនេះបន្ទាប់ពីយើង create ហើយយើង config វា configure samba to share the folder យើងប្រើប្រាស់ command sudo nano etc samba smb.conf យើង copy អានេះចូលនៅក្នុងកន្លែង sudo nano នេះហើយបន្ទាប់មកយើង restart samba server យើងប្រើប្រាស់ command sudo systemctl restart smbd បន្ទាប់មកយើង allow samba stop firewall sudo usw allow samba ចំណុចទី2គឺ proxy server គឺជា server គ្រប់គ្រងការចូលអ៊ីនធឺណិតនិងរក្សាទុកគេហទំព័រដែលបានចូលថាប្រយោជន៍ល្បឿនបើគេហទំព័របានលឿនអាចបញ្ជានិងគ្រប់គ្រងការចូលទៅអ៊ីនធឺណិតរបៀបនៃការប្រើ proxy server ដោយប្រើប្រាស់ command ទី1គឺ update and install ទី1គឺ update and install suite sudo apt update sudo apt install suite.y នៅទី2យើងគឺ check suite running យើងប្រើប្រាស់ command sudo systemctl status suite បន្ទាប់មកយើង config suite យើងប្រើប្រាស់ command sudo nano etc suite suite.conf ហើយយើងបញ្ចូលកន្លែង port នេះ http underscore port នេះ884ដងនៅកន្លែងនេះបន្ទាប់មកយើង restart វា restart suite to apply change យើងប្រើប្រាស់ command sudo systemctl restart suite ហើយ allow port in the firewall ប្រើប្រាស់ command sudo ufw allow 3128/tcp ជំរាបសួរលោកគ្រូខ្ញុំបានណេតសមន្តរាមកពីក្រុម SU2434 ហើយថ្ងៃនេះខ្ញុំមកបញ្យល់អំពីចំណុចទី3ដែលទាក់ទងជាមួយនឹង web server Apache 2 web server គឺជា server ដែលបង្ហាញគេហទំព័រដល់អ្នកប្រើប្រាស់តាមអ៊ីនធឺណិតហើយអត្ថប្រយោជន៍របស់ web server មានដូចជាអាចបង្កើតនិងបង្ហាញគេហទំព័រជារបៀបចែកចាយព័ត៌មានដ៏មានប្រសិទ្ធភាពហើយរបៀបនៃការបង្កើត web server ដោយប្រើប្រាស់ command មានដូចជាទី1 install Apache
យើងប្រើ command sudo apt update ហើយនឹង sudo apt install apache 2.y ហើយចំពោះការ check if in running យើងប្រើ command sudo systemctl status apache 2 នេះហើយដល់ពេល check in your browser យើងប្រើ http://192.168.169 ហើយ add your website file យើងប្រើ var www/html ហើយយើងប្រើ command sudo nano/www/html/index.html ហើយ allow through firewall យើងប្រើ command sudo ufw allow apache សួរលោកគ្រូខ្ញុំឈ្មោះសង្សុខុនលេតាថ្ងៃនេះខ្ញុំមកបន្តនៅចំណុចទី4គឺ DHCP server DHCP server ផ្ដល់ IP address ដែលស្វ័យប្រវត្តិទៅឧបករណ៍នៅលើបណ្ដាញហើយវាមានអត្ថប្រយោជន៍ដូចជាមិនចាំបាច់កំណត់ IP address ឬខ្លួនឯងចំណេញពេលវេលានិងកាត់បន្ថយកំហុសដើម្បីបង្កើត IP ដើម្បីបង្កើត DHCP server បានគឺយើងប្រើប្រាស់ command ដូចខាងក្រោមinstall DHCP server ដោយប្រើប្រាស់ command sudo apt update sudo apt install isc DHCP server ហើយយើងត្រូវការយក option yes ដើម្បីចំណុចបន្តគឺយើងធ្វើការ config DHCP server ដោយប្រើប្រាស់ command sudo nano នេះគឺជាឈ្មោះ file របស់យើងដោយ edit file edit អីដែលនៅក្នុង file ហ្នឹងដូចជា default list time យើងយក 600 max list time យើងយក 7200 ហើយធ្វើការ copy command នេះទៅក្នុង file ហ្នឹងដូចគ្នាដែលដាក់នៅខាងក្រោមដោយដែលយើងបានឃើញបែបនេះហើយធ្វើការ specific network interface ដោយប្រើប្រាស់ command sudo nano ហើយនឹង location file របស់យើងដោយបដូរពី interface v4 NAL ទៅ interface v4 Ethernet 0 បែបនេះហើយយើងធ្វើការ start DHCP server ដោយប្រើប្រាស់ command sudo systemctl restart isc DHCP server sudo systemctl enable isc DHCP server ធ្វើការ check status and log ដោយប្រើប្រាស់ sudo systemctl status isc DHCP server និង sudo -f location file ហើយនេះគឺជា history របស់ខ្ញុំដែលបានធ្វើ set up DHCP server ចូលដល់ចំណុចទី5គឺ